គ្រាសត្រូវមានកាតព្វកិច្ចអ្វីបន្ទាប់ពីចុះបញ្ជីរួចរាល់សួស្តីអ្នកទាំងអស់គ្នានេះគឺជាវ៉ាឈីអង្គរដោយតែអ្នកទាំងអស់គ្នាបានស្ដាប់វីដេអូមុនអញ្ចឹងថាយើងបាននិយាយអំពីរបបកំណត់ពន្ធប៉ុណ្ណាក៏ដូចជានីតិវិធីថ្មីនៃការចុះបញ្ជីក្រុមហ៊ុនបន្ទាប់ពីបានចុះបញ្ជីរួចរាល់ក្រុមហ៊ុនជាទូទៅគាត់ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅកាតព្វកិច្ចចំពោះគណនេយ្យដ្ឋានពន្ធដារវេលាជាសន្តិសុខសង្គមឬក៏យើងហៅថាបសសនិយត្តករគណនេយ្យនិងសវនកម្មដែលយើងហៅថាអាការក្រសួងការងារក៏ដូចជាក្រសួងពាណិជ្ជកម្មផងដែរដំបូងយើងនឹងមកជជែកគ្នាអំពីនាយកដ្ឋានពន្ធដារមុនគេដោយសារតែពន្ធដារគឺវាជាចំណុចមួយដែលសំខាន់មែនទែនសម្រាប់សហគ្រាសនីមួយៗអញ្ចឹងនៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមបង្កើតហើយក្រុមហ៊ុននឹងទទួលបានលិខិតមួយសន្លឹកចេញពីគណៈនាយកដ្ឋានពន្ធដារដែលបញ្ជាក់ថាតើសហគ្រាសមួយហ្នឹងនឹងត្រូវអនុវត្តកាតព្វកិច្ចបង់ប្រាក់ពន្ធជាប្រចាំខែហ្នឹងជាពីពេលណាទៅហើយក្រុមហ៊ុនក៏ត្រូវមានកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំបង់ពន្ធបន្តាំងសម្រាប់ករណីនៃការបង់ប្រាក់ពន្ធប្រចាំខែគឺត្រូវអនុវត្តចាប់ពីថ្ងៃទី25នៃខែបន្ទាប់ពន្ធប្រចាំឆ្នាំជាមួយនឹងបន្តាំងគឺត្រូវអនុវត្តចាប់ពីថ្ងៃទី1ខែមករារហូតដល់ថ្ងៃទី31ខែមិនិនានៃឆ្នាំបន្ទាប់ដូចគ្នាហើយខ្ញុំធ្លាប់ post វាម្ដងហើយអំពីករិយាបរិច្ឆេទទាំងអស់ហ្នឹងមិនមែនតែធំប៉ុណ្ណាខ្ញុំមានបញ្ចូលទៅលើស្ថាប័នផ្សេងៗនៅក្នុងហ្នឹងដែរចឹងអ្នកនរគ្នាអាចទៅរកមើលខ្ញុំអាចជាផាយជាដំបូងនៅក្នុងនៃ poster របស់ខ្ញុំហើយយើងមកនិយាយអំពីបេឡាជាសន្តិសុខសង្គមម្ដងបេឡាជាសន្តិសុខសង្គមឬក៏គេហៅថាបសសត្រូវបានអនុវត្តជារៀងរាល់ខែដូចជាមុនពន្ធណាអញ្ចឹងបេឡាជាសន្តិសុខសង្គមឬគេហៅថាបសសហ្នឹងគឺត្រូវបានអនុវត្តនៅពេលដែលក្រុមហ៊ុនគាត់មានបុគ្គលិកចេះពី1ឡើងទៅប៉ុន្តែបើសិនជាក្រុមហ៊ុនអត់មានបុគ្គលិកទាល់តែសោះឬក៏យើងផ្អាកនៅអាជីវកម្មយើងអាចដាក់លិខិតស្នើសុំផ្អាកទៅមន្ត្រីនៃបេឡាជាសន្តិសុខសង្គមដើម្បីឲ្យពួកគាត់ដឹងអំពី status របស់ក្រុមហ៊ុនហើយក្នុងការដែលប្រកាសនៃបសសទាំងអស់ហ្នឹងគឺមានភាពងាយស្រួលដោយសារយើងនៅប្រើប្រាស់ជាមួយនឹងប្រព័ន្ធអនឡាញដូចជាមួយនឹងកិច្ចយុត្តិធម៌បណ្ដាដែរចំណុចបន្តបន្ទាប់យើងមកនិយាយអំពីនិយត្តករគណនេយ្យនិងសវនកម្មដែលយើងហៅថាអាការឬក៏ ACR ខ្ញុំនឹងហៅពាក្យថាអាការជាពាក្យកាត់ដើម្បីងាយស្រួលយល់ដើម្បីអនុវត្តចំពោះកាតព្វកិច្ចហ្នឹងគឺយើងត្រូវស្គាល់ខ្លួនឯងជាមុនសិនថាស្ថាប័នក្រុមហ៊ុនយើងគឺជាប្រភេទក្រុមហ៊ុនរងសវនកម្មឬក៏មិនរងចំពោះតទៅពីយើងស្គាល់ថាក្រុមហ៊ុនរបស់យើងជាក្រុមហ៊ុនជារងសវនកម្មឬក៏មិនរងរួចរាល់យើងនៅត្រូវដឹងអំពីករិយាបរិច្ឆេទនៃការ submit នៅរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទៅឲ្យខាងនិយត្តករគណនេយ្យនិងសវនកម្មហើយយើងក៏ត្រូវបង់ប្រាក់ទៅនិយត្តករដូចគ្នាដែរសម្រាប់ក្រុមហ៊ុនដែលមិនរងសវនកម្មគឺគេមានតម្រងនៃការរៀបចំនៅរបាយការណ៍ហិរញ្ញវត្ថុរបស់យើងហើយយើងត្រូវបង់ប្រាក់ទៅនិយត្តករនៃសវនកម្មហ្នឹងទៅត្រឹមថ្ងៃទី20ខែមេសានៃឆ្នាំបន្ទាប់មានន័យថាយើងមានពេលវេលាយូរជាង20ថ្ងៃនៃការប្រកាសពន្ធប្រចាំឆ្នាំទៅពន្ធដែរហើយសម្រាប់ក្រុមហ៊ុនដែលគាត់ជារងសវនកម្មវិញគឺគាត់ត្រូវតែ submit របាយការណ៍ហិរញ្ញវត្ថុរបស់គាត់ដែលចេញដោយសវនកម្មឯករាជ្យនិងបង់ប្រាក់ទៅនិយត្តករត្រឹមថ្ងៃទី20ខែមេសាក៏ប៉ុន្តែសម្រាប់ឆ្នាំហ្នឹងគឺយើងទទួលបានការលើកលែងពជាពេលបានបន្ថែមទៀតអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តគឺអ្នកទាំងអស់គ្នាគួរតែតាមដានទៅលើ page នីមួយៗទៅលើស្ថាប័នទាំងអស់ហ្នឹងដើម្បីអាចទទួលបានដំណឹងពីការពន្យាពេលនៃការ submit ឯកសារក៏ដូចជាបង់ប្រាក់ពន្ធឬក៏បង់ប្រាក់ទៅនិយត្តករនានាតមកទៀតគឺទាក់ទងជាមួយនឹងក្រសួងការងារគឺយើងគ្រាន់តែប្រកាសទាក់ទងជាមួយនឹងបុគ្គលិកចេញចូលឬក៏សភៅការងាររបស់បុគ្គលិកជនជាតិខ្មែរឬក៏ជនជាតិបរទេសប៉ុណ្្នឹងឯងហើយសម្រាប់ក្រសួងពាណិជ្ជកម្មវិញគឺយើងត្រូវតែតម្កល់ប្រតិបត្តិជារៀងរាល់ឆ្នាំដែលករិយាបរិច្ឆេទរបស់វាគឺអាស្រ័យទៅលើការចុះបញ្ជីក្រុមហ៊ុនរបស់យើងរៀងៗខ្លួនហើយចំណុចមួយទៀតគឺទាក់ទងជាមួយនឹងការផ្លាស់ប្ដូរព័ត៌មានក្រុមហ៊ុនបើក្នុងករណីក្រុមហ៊ុនរបស់យើងត្រូវការផ្លាស់ប្ដូរទៅលើឈ្មោះក្រុមហ៊ុនទៅលើក្រុមប្រឹក្សាពិបាលអាស័យដ្ឋានឬក៏ប្រភេទអាជីវកម្មឬក៏ព័ត៌មានអីផ្សេងទៀតគឺយើងត្រូវតែ inform ទៅស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីឲ្យពួកគាត់ keep នៅព័ត៌មាន update ថ្មីជានិច្ចសំខាន់ចុងក្រោយមួយទៀតគឺក្រុមហ៊ុនទាំងអស់គឺគាត់ត្រូវតែអនុវត្តវាឲ្យបានខ្ជាប់ខ្ជួនហើយកុំឲ្យយឺតនៃការកំណត់ពេលវេលារបស់ស្ថាប័ននីមួយៗបើសិនជាអ្នកទាំងអស់គ្នាយឺតអាចនឹងរងប្រាក់ពិន័យអញ្ចឹងដើម្បីកុំឲ្យមានការយឺតយ៉ាវក៏ដូចជាកាត់បន្ថយនៃភាពស្មុគស្មាញរបស់ម្ចាស់សហគ្រាសសូមកុំភ្លេចទាក់ទងមកពួកយើង